យើងដឹងហើយថាសុទ្ធគឺជាអាហារមួយប្រភេទដែលពេញនិយមទទួលទានងាយស្រួលរកនិងសម្បូរទៀតផងប៉ុន្តែតើអ្នកដឹងទេថាសុទ្ធក៏ជារបបអាហារមួយបែបដែលផ្ដល់នូវអត្ថប្រយោជន៍ជាច្រើនដល់សុខភាពរាងកាយផងដែរដែលក្នុងនោះមានដូចជាវីតាមីន D ជួយកាត់បន្ថយបញ្ហាប្រឈមនៃជំងឺពុកឆ្អឹងជំងឺបេះដូងជំងឺធាត់ជ្រុលនិងជំងឺធ្លាក់ទឹកចិត្តតាមការស្រាវជ្រាវសុទ្ធមួយគ្រាប់អាចផ្ដល់វីតាមីន D ច្រើនរហូតដល់ 36% ក្រៅពីនេះវាផ្ដល់នូវអាស៊ីតខ្លាញ់ Omega 3 ជាអាសារជាតិដែលផ្ដល់ចំពោះសុខភាពនិងជួយទប់បញ្ហាសុខភាពជាច្រើនដូចជាបញ្ហាជំងឺសន្លាក់បញ្ហារលាកក្នុងរាងកាយកាត់បន្ថយ cholesterol អាក្រក់ប្រយុទ្ធប្រឆាំងជំងឺថប់ដង្ហើមនិងជំងឺធ្លាក់ទឹកចិត្តប៉ុន្តែវាក៏ផ្ដល់ផលប៉ះពាល់ដល់កម្លាំងនៅក្នុងសារពាង្គកាយយើងឲ្យចុះខ្សោយនិងពិបាកស្រូបយកអាស៊ីតខ្លាញ់ Omega 3 ពីសុទ្ធអ្វីដែលពិសេសសុទ្ធជួយសុខភាពភ្នែកឲ្យកាន់តែប្រសើរនៅក្នុងសុទ្ធគឺមានសារធាតុអុកស៊ីតកម្ម2គឺឡូតេអ៊ីននិងសេសានស៊ីនដែលជួយឲ្យភ្នែករបស់យើងមើលឃើញកាន់តែច្បាស់ក្នុងករណីយើងទុកសុទ្ធឆៅនៅកន្លែងដែលមានសីតុណ្ហភាពក្តៅខ្លាំងវាអាចធ្វើឲ្យឡូតេអ៊ីននិងសេសានស៊ីននឹងត្រូវខូចខាតមួយវិញទៀតសុទ្ធក៏ផ្ដល់នូវវីតាមីន B ដែលវាចាំបាច់សម្រាប់សុខភាពសក់ស្បែកក្រចកមុខងារក្រពេញទីរអ៊ីតនិងកាត់បន្ថយហានិភ័យជំងឺបេះដូងវីតាមីន B ក៏ផ្ដល់នូវថាមពលបន្ថែមដល់រាងកាយនិងគ្រប់គ្រងក្នុងដំណើរការរំលាយអាហារផងដែរក្រៅពីនេះសុទ្ធក៏មានសារធាតុកូលីនគឺជាសារធាតុដែលល្អសម្រាប់សុខភាពសាច់ដុំថ្លើមខួរក្បាលអារម្មណ៍និងជួយដល់ការរំលាយអាហារហើយនៅក្នុងសុទ្ធមួយគ្រាប់គឺមានសារធាតុកូលីនរហូតដល់ទៅ 20% នៃសុទ្ធទាំងមូល